จุดสเปรย์ประมาณตั้งออกเนี่ยไงนี้ประมาณแต่สายโยลปีโรคสัญญาในจังหวัดเดลีสามภูขบาที่มุ้ยคือกระไดคูณครั้งคือกระไดจับปีสามปัมบ่อยกันละหลังเราเนาะอันสายสมุยสายปีอังสาเซมุ้ยทิศคือเรื่องกันยังโกนั้นกดปวดไอ้บานเตยังกดอันยังเรื่องปวดให้ใจชื่อให้มุ้ยทิศจะต้องจมูกนั่งกลางมุ้ยเด็กจะโกสลัมค่อยๆครับแต่ละมุ้ยกีให้สลัมให้ชื่อกบาครั้งให้ชื่อกบาทั้งเท่าอันเราดอกกดยุงบ้านហើយតាក់ទងជាមួយនឹងភ្នែកគាត់ពេលណាដែលកើតជំងឺលាកស្រោមខួរក្បាលហ្នឹងវាអាចឲ្យភ្នែកគាត់ប៉ះជាមួយនឹងពលឺអត់សូវ reflect ទេអញ្ចឹងអាចនឹង reflect យឺតពីច្រើនអ្នកធម្មតារាល់ដែលប្រចាំងពិលប៉ះជាមួយពលឺធ្វើឲ្យយើងពិចភ្នែកឯងពិនដល់ពេលក្មេងហ្នឹងមានបញ្ហាតាក់ទងមួយលាកស្រោមខួរក្បាលគឺគាត់អត់សូវមាន reflect នៅជាមួយពលឺដែលយើងច្បាច់ឬក៏ចាំងពលឺទេជាមួយនឹងភ្នែកយើងហើយមួយទៀតគឺគាត់ក្អួតទាំងអោគាត់ក្អួតទាំងអោទីក្អួតញ៉ាំអីទៅគាត់ក្អួតអញ្ចឹងណាហើយអាចនឹងដូរចរិតដែរអាចនឹងឆេវឆាវឆាប់ខឹងដូចមិនស្រួលខ្លួនមកគាត់គិតទៅមួម៉ៅអញ្ចឹងបើក្មេងខ្លះរៀងធំតិចអានឹងគាត់ចេះមួម៉ៅគាត់មិនជាស្រួលខុសពីធម្មតាហ្មងអញ្ចឹងណាហើយតាក់ទងដៃជើងគាត់ត្រជាក់ហើយអាចនឹងមានការជិះចាប់ជាក់ចុងដៃចុងជើងអញ្ចឹងណាហើយអាចនឹងជិះចាប់ហើយមួយទៀតតាក់ទងមួយជិះចាប់នៅពេលដែលរលាជង្គង់ពេលខ្លះក្មេងគេងអីបើលាជង្គង់នៅត្រង់ដូចយើងគេងធម្មតាអាចនឹងអត់ជឿទេបើគាត់រលាកស្រោមខួរគោលាជង្គង់ឬក៏អីហ្នឹងក៏អាចឲ្យគាត់ឈឺដែរអញ្ចឹងហើយមួយទៀតដែលតើតើមួយគូពេទ្យតែគាត់ធ្វើសញ្ញាមួយគេហៅ Brusinski នេះគឺពេលលោកគ្រូពេទ្យគាត់ឲ្យកុមារនឹងគាត់គេងនៅលើក្រែរៀបស្មើហើយគាត់នឹងលើកក្បាលយើងគឺពុតកមកមុខហើយអាចនឹងគាត់នឹងលើកជង្គង់ឬក៏មានការមេជើងគាត់អត់ងាមអត់អីទេគាត់នឹងអាចលើកជង្គង់កញ្ជើងណាពេលខាងកញ្ជើងព្រោះពេលតឹងកទៅគឺសរសៃយើងអាចទាញរហូតដល់ទៅជាមកអាចនឹងសរសៃប្រសាទទៅជាឲ្យគាត់ជង្គង់គាត់គឺគាត់នឹងអង្គញហើយបើយើងធម្មតាគឺវាយើងពុតកខ្លួនឯងគឺគាត់អត់មានអង្គជើងអីទេហើយមួយទៀតគឺការតាក់ទងមួយទារកវិញទារកដែលគាត់ទៅហើយគាត់អត់ទាន់រឹងវាអាចនឹងប៉ោងរកការបង្ករោគនៅស្រោមខួរក្បាលគឺធ្វើឲ្យប៉ោងប៉ះហើយខ្លាំងណាស់ធ្វើប៉ះហើយពីច្រើនប៉ះហើយធម្មតាគឺអាចនឹងផតដល់ពេលកុមារដែលលាកស្រោមខួរក្បាលហ្នឹងគឺអាចនឹងឲ្យប៉ោងប៉ះហើយនឹងខ្លាំងយើងចុចទៅវាអត់សូវទ្រុនវារឹងក៏ប៉ុន្តែមិនរឹងនេះគឺមកពីវាប៉ោង pressure ពីខាងក្នុងមកក្រៅអញ្ចឹងធ្វើឲ្យសរសៃប៉ះហើយគាត់នឹងគឺរឹងខាងហើយគាត់មិនសូវបើទេការអញ្ចឹងទៅគឺបើទៅដូចចឹងថាអាចបើទៅក្អួតបើដែរប៉ុន្តែបើក្អួតឬក៏គាត់អត់ចង់បើណាគាត់ឃើញយើងអាចបើឲ្យគាត់បើដោះគោឬក៏បើដោះអីគឺគាត់ចង់បើទេគាត់គឺវិក្បាលឬក៏ងាកចេញអញ្ចឹងណាហើយពេលខ្លះគឺយំខ្លាំងណាស់យើងអត់ដឹងថានេះដែរពេលខ្លះវិជ្ជកម្មអាចនឹងគាត់ឈឺចាប់នៅក្នុងខួរក្បាលគាត់ឬក៏មានអីគឺគាត់ធ្វើឲ្យគាត់យំនៅថាឈឺក្បាលខ្លាំងក្មេងខ្លះអត់ដឹងក្មេងដែលអត់ចេះនិយាយដឹងតែយំទេអញ្ចឹងគឺគាត់យំខ្លាំងហើយអាចនឹងស្លេកស្លាំងឬក៏ខ្សោយគាត់ខ្សោយនឹងការសន្លឹមឬក៏ខ្សោយល្វើយទុនដៃទុនជើងល្វេល្វាក់អញ្ចឹងណាគឺខ្សោយហើយមើលទៅដូចស្លាំងអញ្ចឹងរាល់ដែលប៉ាម៉ាក់ឬក៏បងប្អូនដែលឃើញអាការៈដូចសញ្ញាដូចខាងលើដែលខ្ញុំបានរៀបរាប់សូមបងប្អូនប្រញាប់យកកូនទៅមន្ទីរពេទ្យឬក៏ទៅជួបនឹងវិជ្ជាបណ្ឌិត